គេមកពិសោធន៍ម៉ាស៊ីនឡានតែឡានខ្លាំងហើយនឹងបច្ចេកទេសអ្នកបើកបរនេះគេបើកចូលហើយនេះជាវីដេអូទី3ហើយដែលខ្ញុំយកមកចែកជូនបងប្អូនទស្សនាណាកាលវីដេអូពីមុនក៏គេពិសោធន៍ដែរមានឡានធំឡានតូចចឹងទៅតាមសេរីចឹងទៅនេះវ៉ាវផុកឡើងល្អិលហ្មងណាល្អិលឡើងព្រិលចាំមើលរួចអត់ចាំមើលគេពិសោធន៍មើលអាចទៅរួចឬក៏មិនទៅរួចទៅមកធ្លាក់នេះមកខាងក្រោមវិញនឹងតឡើងរួចអត់ទេមើលទៅដោយសារតែស្ថានភាពល្អិលពេកដីហ្នឹងគឺដូចដីទលេយើងហ្នឹងហើយល្អិលមែនតើឡានគេប្រឹងងងទៅមករហូតឡើងរួចអត់ដោយសារតែផ្លូវល្អិលឡើងធ្លាក់មកវិញឡើងធ្លាក់មកវិញវាតាមមើលជាក់ស្ដែងទាំងអស់គ្នាហើយតែមិនដែរណែទៅអានឹងមកពីបច្ចេកទេសអ្នកបើកដែរដល់លើតាដល់លើហើយល្អិលធ្លាក់មកវិញវាល្អិលត្រឹមខាងលើនឹងវិញមកពីអាផ្លូវចាមខាងនឹងផងវាអត់នេះចឹងវាដូចជារៀងអត់សូវធានាដែរដោយសារផ្លូវនឹងវារៀងផុករៀងបែកអាផ្លូវលើបើវាបែកផុកស្មើហាត់ទៅក្រោមមកអត់ទេអានោះរៀងផុសមកលើចឹងណាឡានផឹងរោបើកយកមែនតើមើលដឹងរួចអត់ចាំមើលនឹងឡើងទៅរួចអត់ទេនឹងមិនដែរចេះតែបើកឡើងជាវងឡានឡើងសកស្គូខ្លាចទៅជាឡានក្រហមអត់ហើយដូរពណ៌ទៀតឡើងមកដល់ហើយតានេះដល់ហើយរួចហើយល្អិលទៅវិញទៅឡានបើកមកដល់លើនឹងតែណាទៅល្អិលទៅវិញទៅក្រោមវិញដោយសារតែមាត់ចាមខាងលើនឹងវាអត់ស្អាតហ្នឹងហើយនេះរូទៅវិញទៅមកល្អិលទៅលិចល្អិលទៅកើតរហូតម៉ាស៊ីនឡាននេះខ្លាំងមកគាត់ឆែលយម៉ែឆែឡានលយឡើងហុយផ្អើហ្មងគាត់ឆែលយណែឆែឡានឡើងទៅនងឆែទៀតដែរផាត់កញ្ចក់មួយសិនគេថាចេះប៉ិតបកត់ប្រាក់រត់តាមហៅអ្នកតែធ្វើឡានហ្នឹងក៏អញ្ចឹងដែរគូសំបើឡើងមិនរួចបើឡើងមកដល់លើល្អិលធ្លាក់ឡើងមកដល់លើល្អិលធ្លាក់កង់ឡើងល្អិលឡើងដូចលៀបពេញម៉ាស៊ីនហ្នឹងអាផ្លូវអញ្ចឹងហើយអាស្ថានភាពអញ្ចឹងហើយគេដាក់ទឹកឲ្យរត់ថាពិបាកទៀតចាំមើលមករួចអត់ហើយគាត់ដូចនេះហើយនឹងចឹងនិយាយថាមកក្លុកនឹងដូចគាត់សម្អាតឲ្យអាលងបដៃនឹងអាលងស្រិលគាត់រោឡើងបែកផ្សែងឡានថ្មីសោះរោខ្លាំងក៏ចេញផ្សែងដែរណែមិនចាំបាច់តែឡានចាស់ទេណាចេញផ្សែងតាមឡាននឹងហើយទលោហ្មងបកែណាអ្នកបើកនោះអត់វិលមុខវិលអីកែមែនតើល្អរបស់គាត់ណាទៀតដែរទៅហើយវ៉ាវរួចបាត់លយ